កុំឲ្យសម្ពាធឈាមឡើងខ្ពស់មកដឹងអាហារ3ប្រភេទដែលធ្វើឲ្យសម្ពាធឈាមហ្នឹងល្អទី1គឺបន្លែបៃតងដែលសម្បូរប៉ូតាស្យូមដូចជាប៉ៃពួយលេងឬក៏ខាត់ណាខៀវប៉ូតាស្យូមវាមានតួនាទីនៅក្នុងការជួយបញ្ចុះនៅសារធាតុប្រៃទៅតាមទឹកនោមដូច្នេះហើយវាធ្វើឲ្យប្រព័ន្ធទឹកនោមហ្នឹងវាលាងចម្រោះបានល្អហើយមួយវិញទៀតវាក៏ជួយឲ្យសរសៃឈាមហ្នឹងបានសម្រាកធ្វើឲ្យសម្ពាធឈាមហ្នឹងវាងាយធ្លាក់ចុះមកកម្រិតធម្មតាវិញទី2គឺមើមយ៉េនគឺមានផ្ទុកជាមួយនឹងសារធាតុនីត្រាតដែលធ្វើឲ្យសរសៃឈាមរីកធំនិងធ្វើឲ្យសម្ពាធឈាមហ្នឹងរត់បានស្រួលទី3គឺគ្រាប់ធញ្ញជាតិនិងសណ្ដែកគឺវាសម្បូរជាមួយនឹងម៉ាញ៉េស្យូមនិង fiber ដែលវាមានតួនាទីនៅក្នុងការកាត់បន្ថយការឡើងរឹងឬក៏ដំណើរការស្ទះនៅក្នុងសរសៃឈាមដែលធ្វើឲ្យតុល្យភាពឬក៏សម្រួលប្រព័ន្ធសរសៃឈាមបានល្អជាពិសេសគឺល្អសម្រាប់អ្នកដែលគាត់គ្រប់គ្រងទម្ងន់ហើយវាកាន់តែល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានជំងឺលើសឈាមស្រាប់ផងដែរអញ្ចឹងបងប្អូនដែលកំពុងតែមានជំងឺលើសឈាមសម្ពាធឈាមឡើងខ្ពស់ឬក៏អ្នកកំពុងព្យាបាលលើសឈាមអ្នកដែលគាត់ចង់ស្វែងយល់ដើម្បីការពារហានិភ័យនៃជំងឺលើសឈាមបងប្អូនអាចមើលវីដេអូនេះគ្រាន់តែជាចំណែកបំផុតនៅក្នុងការមានចំណេះដឹងគ្រប់គ្រងអាហារការហូបចុករបស់យើងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែជួយ like ជួយ share ក៏ដូចជាពេញចិត្តជាមួយវីដេអូអ្នកគ្រូសេប៉ូដែលផ្សាយចេញពី page វេតារាដែលយើងនិយាយជុំវិញអាហារផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងនៃសុខភាពរាងកាយរបស់យើង